តម្លៃហាងឆេងមាសបានកើនឡើងទៀតហើយបងប្អូនតានេះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺខ្ញុំបាននិយាយពាក្យថាតម្លៃហាងឆេងមាសកើនឡើងនេះគឺឡើងសាំតែម្ដងហើយបងប្អូនតានេះបាទអញ្ចឹងថ្ងៃនេះគឺបានកើនឡើងទៀតហើយបងប្អូនតានេះបាទគឺកើនឡើងរហូតតែម្ដងបាទដូចខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាថាតម្លៃហាងឆេងមាសឲ្យតែមានព័ត៌មានអាប់អួរនៅលើពិភពលោកដូចជាព័ត៌មានសង្គ្រាមដូចជាព័ត៌មានការកាត់ពន្ធដាក់ពន្ធទៅលើគ្នាទៅវិញទៅមកព័ត៌មានការកាត់អត្រាការប្រាក់ដែលធ្វើឲ្យតម្លៃលុយដុល្លារធ្លាក់ចុះព័ត៌មានតាក់ទងមួយអត្រាអ្នកអត់ការងារធ្វើច្រើនព័ត៌មានតាក់ទងជាមួយនឹងអាមេរិកមានបញ្ហាគឺសិតតែធ្វើឲ្យតម្លៃហាងឆេងមាសមានការកើនឡើងក្រុមនៃការវិភាគតម្លៃហាងឆេងមាសនឹងបន្តកើនឡើងរហូតដល់$4078នៅក្នុងមួយអោនឯណោះបងប្អូនទាំងនេះអញ្ចឹងឱកាសទិញបងប្អូនទាំងនេះនៅតែមានណាបងប្អូនទាំងនេះឱកាសទិញគឺនៅតែមានសម្រាប់ថ្ងៃនេះវិញគឺជាថ្ងៃទី7ខែ10ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែធ្វើការទិញលក់នៅក្នុងតម្លៃ$3964នៅក្នុងមួយអោនឬក៏ស្មើនឹង$4775នៅក្នុងមួយតម្លឹងនៃទីផ្សារប្រទេសកម្ពុជាគិតធ្វើម៉ោង9:30នាទីនេះបើគិតជាគីឡូគឺស្មើនឹង$127,373នៅក្នុង1គីឡូផងដែរបងប្អូនទាំងនេះបាទសម្រាប់បងប្អូនដែលទិញមាសបាទពីមុនមកនៅតម្លៃទាបមកដល់ពេលនេះបងប្អូនអាចធ្វើការលក់បានដែរណាក៏បានដែរបងប្អូនអាចលក់យកចំណេញបានក៏ប៉ុន្តែបើសិនជាបងប្អូនទឹមតែទិញទេបងប្អូនអាចទុកបានឬក៏បងប្អូនដែលបាទអត់ទាន់ទិញមាសបងប្អូនអាចទិញបាននៅក្នុងឱកាសនេះក៏នៅតែអាចទិញបានដែរសម្រាប់តែបងប្អូនទិញលក់មាសនៅលើឧបករណ៍និស្សិតវិញបាទឬក៏ទិញលក់មាសតម្លៃហាងឆេងមាសអន្តរជាតិបាទសូមផ្ដោតទៅលើការទិញឲ្យច្រើនជាជាងការលក់អញ្ចឹងដល់ពេលដែលវាទម្លាក់ខ្លួនបានប្រហែលជា4-5លេខបងប្អូនធ្វើការទិញទៅហើយវាឡើងទៅលើគឺឆាប់កាត់ចំណេញបាទខ្លីៗអរគុណច្រើនបងប្អូនទាំងនេះសម្រាប់ការទស្សនាវីដេអូមួយនេះបាទ